ចាប់ពីពេលហ្នឹងទៅប្រទេសកម្ពុជាយើងនឹងមានប៉ូលីសកូរ៉េនឹងដើរល្បាតនៅក្នុងប្រជាជាតិកម្ពុជាអត់និយាយលេងទាំងអស់គ្នានិយាយមែនតើណាដោយទាំងអស់គ្នាបានដឹងហើយថាក្នុងថ្មីនេះមានករណីចាប់ចម្រិតជនជាតិកូរ៉េហើយនឹងធ្វើទណ្ឌកម្មសម្លាប់រហូតដល់ស្លាប់ផងដែរអញ្ចឹងគឺធ្វើឲ្យព័ត៌មាននេះវាក្តៅកគុកខ្លាំងមែនតើនៅក្នុងបណ្ដាញនៅក្នុងប្រទេសកូរ៉េហើយវាក្តៅវាអត់ក្តៅដោយសារអីទេដោយសារតែកូរ៉េសម្រាប់កូរ៉េគ្នាឯងនឹងឯងកាលពីឆ្នាំ2022រហូតដល់2023មាន10ទៅ20ករណីដែលនៅក្នុងនោះមានជនជាតិកូរ៉េ3នាក់ផងដែរដែលបានចាប់ចម្រិតជនជាតិកូរ៉េរហូតមកដល់2024នេះគឺឡើងទៅដល់220ករណីទាំងអស់គ្នាដែលនៅក្នុងនោះគឺមានជនជាតិកូរ៉េទៅដល់46នាក់ដែលធ្វើរឿងបែបហ្នឹងហើយវាធ្ងន់កខ្លាំងនៅឆ្នាំ2025នេះគិតមកដល់ត្រឹមខែ8ហ្នឹងទាំងអស់គ្នាគឺចំនួន330ករណីទាំងអស់គ្នាស្ដាប់ឲ្យច្បាស់គឺ330ករណីគឺឡើងខ្លាំងមែនតើមកហើយដែលនៅក្នុងនោះមានជនជាតិកូរ៉េចំនួន144នាក់ដែលរួមធ្វើអក្រិតកម្មហ្នឹងអញ្ចឹងបើយើងនិយាយខ្លីទៅគឺកូរ៉េធ្វើកូរ៉េស៊ីគ្នាឯងហើយដូច្នេះហើយបានស្នងការនគរបាលនៅខាងប្រទេសកូរ៉េនេះគឺបានរួមសហការគ្នាចុះ MOU ដើម្បីទៅគេហៅថាទៅដោះស្រាយនៅបញ្ហានឹងភ្លាមនឹងទៅចាប់ជនល្មើសដែលកំពុងតែធ្វើអក្រិតកម្មនឹងផងដែរហើយគឺរួមសហការជាមួយនឹងប៉ូលីសខ្មែរយើងហ្មងណាហើយដែលប៉ូលីសជនជាតិកូរ៉េហ្នឹងទៅអត់មានចាំបាច់ពេលដែលគាត់ចុះទៅចាប់ជនដៃដល់ត្រូវតែស្នើសុំទៅស្ថានទូតកូរ៉េឬក៏ស្ថានទូតខ្មែរអីគឺអត់មានទេគឺមានតន្តការឬក៏ដីកាអាចចាប់បានហ្មងនិយាយឲ្យខ្លីគឺប៉ូលីសកូរ៉េមានសិទ្ធិទៅលើជនជាតិកូរ៉េដែលនៅក្នុងប្រទេសខ្មែរយើងនឹងឯងហើយប៉ូលីសកូរ៉េដែលចុះទៅក្រៅប្រទេសដើម្បីទៅស៊ើបរឿងអក្រិតកម្មអីអញ្ចឹងមិនមែនមានតែខ្មែរលើកដំបូងហ្នឹងទេនៅឆ្នាំ2012ប្រទេសហ្វីលីពីនក៏មានប៉ូលីសកូរ៉េទៅចុះល្បាតដូចគ្នាអញ្ចឹងដែរដោយសារតែមានអក្រិតកម្មអីផ្សេងស្តៀងនឹងខ្មែរយើងអញ្ចឹងទៅហើយក៏បន្តបានធ្វើការមកដល់ឥឡូវដែរហើយនៅប្រទេសជិតខាងរបស់យើងប្រទេសទី2ប្រទេសថៃហ្នឹងក៏មាន2នាក់ផងដែរដែលកំពុងតែធ្វើការមកដល់សប្តាហ៍ថ្ងៃហើយដោយការហៅឈ្មោះហ្នឹងគឺជាភាសាកូរ៉េគេហៅថា Korean desk ភាសាអង់គ្លេសគេហៅថា Korean desk ហើយបកប្រែជាភាសាខ្មែរយើងអាចនិយាយបានថាតុកកូរ៉េហ្នឹងហើយតុកកូរ៉េអញ្ចឹងមានន័យថាគឺគាត់អាចទៅធ្វើការចែករំលែកនិងសាកសួរព័ត៌មានពីខាងប៉ូលីសកូរ៉េយើងប៉ូលីសខ្មែរយើងបានគ្រប់កន្លែងដែលគាត់ចង់ទៅអញ្ចឹងប្រជាជនខ្មែរយើងក៏មានការគាំពៀពីខាងប៉ូលីសខ្មែរក៏ដូចជាប៉ូលីសកូរ៉េអញ្ចឹងវាដូចជាលៀបនៅក្នុងគ្រោះយើងមួយដែរអញ្ចឹងខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នាមានសេចក្តីថ្លៃថ្នូរក្នុងការស្ដាប់ពិចារណាអញ្ចឹងបានគេធម្មជាតិបង្កើតឲ្យយើងមានតិច2ភ្នែក2ហើយមាត់មានតែមួយទេដើម្បីឲ្យយើងបានស្ដាប់បានច្រើនបានមើលបានច្រើនតែនិយាយតិចហើយអានេះកុំភ្លេចគិតផងហើយប្រាប់ឲ្យហើយមិនមែន AI ណាកុំមកថា AI អីផ្ទះលេខ2អីទៀតនិយាយតែប៉ុណ្្នឹងហើយផ្ទះលេខ2ហើយ AI យ៉ាងម៉េចទៀតនេះមនុស្សប៉ាន់មនុស្សនេះថាមិនចពើទៀតនេះអត់យល់សោះហ្មងអីក្នុងថ្ងៃនេះប៉ូលីសនៅប្រទេសកម្ពុជាយើងបានចាប់ជនល្មើសដែលជាជនជាតិកូរ៉េចំនួន68នាក់តែជនជាតិកូរ៉េ68នាក់ហ្នឹងអត់ព្រមទៅប្រទេសកូរ៉េវិញទេជនល្មើសអញ្ចឹងពេលដែលមកដល់ប្រទេសកូរ៉េគឺដឹងតែទទួលទោសតាមច្បាប់នៃសពប្រទេសកូរ៉េហើយទោះបីជាមានការគាំពៀពីស្ថានទូតកូរ៉េនៅក្នុងប្រទេសខ្មែរយើងដើម្បីឲ្យចេញបានមកប្រទេសកូរ៉េវិញគូអត់ព្រមចេញមកដែរទាំង68នាក់ហ្នឹងណាប៉ុន្តែទោះជាអត់ចង់មកប្រទេសកូរ៉េដើមវិញយ៉ាងម៉េចក៏ដោយនៅក្នុងប្រទេសខ្មែរយើងគឺអាចមានសិទ្ធិចាប់ជនល្មើសហ្នឹងដាក់នៅក្នុងគុកបានត្រឹមតែ2ខែឯងចាប់ពី2ខែហ្នឹងគឺនឹងបណ្តេញចេញទៅក្រៅប្រទេសវិញឯងអញ្ចឹងមានន័យថាបណ្តេញចេញទៅស្រុកកូរ៉េវិញគួរបញ្ជាក់បងដែរថាករណីអក្រិតកម្មនៅក្នុងប្រទេសកម្ពុជាហ្នឹងណាគឺមិនមែនទើបតែចាប់ផ្ដើមហ្នឹងទេទាំងអស់គ្នាចាប់តាំងពីឆ្នាំ2023មកនៅតាមព្រំដែនដូចជាប្រទេសមីយ៉ាន់ម៉ាឡាវហើយនិងថៃគឺ3ប្រទេសហ្នឹងដែលគេហៅថា Golden Triangle ហើយចាំខ្ញុំបកជាភាសាខ្មែរជាភាសាកូរ៉េភាសាអង់គ្លេសនៅក្នុងហ្នឹងហើយបើយើងនិយាយខ្លីទៅគឺតំបន់ត្រីកោណមាសមិនធំតែត្រីកោណធម្មតាទាំងអស់គ្នាសិតតែ Golden ទៀតគឺមាសទៀតដោយសារអីដោយសារតែវានៅតាមព្រំដែនអញ្ចឹងបើសិនជាប្រព្រឹត្តទៅឧទាហរណ៍ប្រទេសថៃអញ្ចឹងគេចាប់បាននៅថៃអាចនឹងរត់ទៅប្រទេសឡាវទៅឡាវគេចាប់នៅឡាវរត់ទៅមីយ៉ាន់ម៉ាអ
ចឹងវាហូតចុះហូតឡើងក្នុងចំណោម3ប្រទេសហ្នឹងទាំងអស់គ្នាអញ្ចឹងបានគេហៅថា Golden Triangle ហើយ2024កាលឆ្នាំទៅហ្នឹងគូវាឡើងមកដល់ប្រទេសខ្មែរយើងដែលសបុកនៃការធ្វើក្រតកម្មហ្នឹងគឺខ្ញុំអត់ច្បាស់ថានៅកន្លែងណាដែរប៉ុន្តែគោលដៅពីរធំដែលអាចសង្កេតឃើញគឺនៅក្រុងបរសៃអនុហើយនឹងនៅខាងកំពតដែលគោលដៅធំហ្នឹងគឺនៅខាងភ្នំបូកគោលតែប្រទេសទាំង3ហ្នឹងគឺវាអត់ល្បីដូចខ្មែរយើងពេលដែលមកដល់ប្រទេសខ្មែរយើងហ្នឹងគឺល្បីចឹងហ្មងហើយខ្ញុំអត់ដឹងថាវាល្បីដោយសារអីទេនិយាយខ្លីគឺចង់ទៅសើចដែរបើតាមព័ត៌មានកូរ៉េមួយចំនួនគឺថាជនជាតិចិនហ្នឹងគឺឆ្វាក់យកតែជនជាតិកូរ៉េទេគឺយកតែជនជាតិកូរ៉េទេព្រោះគេគិតថាពេលដែលចាប់ខ្លួនហើយចាប់ចម្រិតទាពីក្រុមគ្រួសារលុយគឺអាចទាចំនួនបានថ្លៃក្នុងខ្លួនម្នាក់អីអាចទៅដល់$30,000ទៅ$40,000អីទាំងអស់គ្នាអញ្ចឹងបើសិនជាឲ្យលុយហ្នឹងទៅខាងបពុរបស់ជើងកាងហ្នឹងគេនឹងព្រមដោះលែងជនជាតិកូរ៉េហ្នឹងឬក៏ជនជាតិអីផ្សេងទៅតាមនឹងវិញអញ្ចឹងទៅប៉ុន្តែបើសិនជាអត់មានលុយដោះឲ្យគេទេគឺជាប់នឹងក្នុងហ្នឹងធ្វើការឲ្យគេនឹងឯងឬក៏ត្រូវគេវាសម្លាប់អីអញ្ចឹងទៅហើយដោយឡែកបើបកមកខាងប្រទេសកូរ៉េហ្នឹងវិញគឺឥឡូវហ្នឹងជនដែលបានបាត់ខ្លួនហើយក៏ដូចកំពុងតែដាក់បណ្ដឹងស្នើសុំថាបានបាត់សមាជិករបស់គ្រួសារគេអញ្ចឹងណាកាលពីឆ្នាំទៅនៅតំបន់ខ្វាងជូកាលពីខែ11ថ្ងៃទី20ថ្ងៃទី14ទាំងអស់គ្នាសំទោសថ្ងៃទី14ហ្នឹងមានជនជាតិកូរ៉េប្រហែលជាប្រហែលនេះអាហ្នឹងក៏ខ្ញុំមិនដឹងដែរតែអាយុប្រហែលជា20ជាងក៏បានចុះទៅខ្មែរដែរហើយបាត់ខ្លួនឥឡូវរហូតដល់ឃើញដែរហើយដូចគ្នានៅក្នុងឆ្នាំហ្នឹងក៏បាត់ខ្លួនដែរខែ4ថ្ងៃទី24ហើយបើសម្រាប់នៅខាងខ្លងបុកនៅខាងតំបន់សាំងជូវិញអ្នកដែលមានអាយុវ័យប្រហែលជា30ឆ្នាំគឺបានបាត់ខ្លួនម្នាក់ដែរហើយជាពិសេសអ្នកដែលរស់នៅតំបន់043ហើយជាពិសេសនៅអ៊ឹមសងនឹងហ្មងស្ដាប់អត់ច្បាស់ណាអូយណាក់ស្ដាប់អត់ច្រឡំទេទាំងអស់គ្នាគឺនៅតំបន់អ៊ឹមសងយើងតែហ្មងតំបន់ដែលយើងរស់នៅហ្នឹងណាគឺបាត់3នាក់ហើយអាយុ20ឆ្នាំជាងហើយសង្ស័យថាបានបាត់ខ្លួនដែរហើយនៅខាងវ៉ុនដូនៅខាងជុងចុននោះបាត់អាយុប្រហែលជា50ជាងដែរហ្នឹងគឺបានបាត់ខ្លួនដែរហើយនៅថៃចុនក៏ឆ្នាំហ្នឹងបានបាត់ខ្លួនដែរហើយអាយុ20ជាងទៀតហើយការទៅហ្នឹងពេលខ្លះទៅក៏មិនមែនទៅតែខ្មែរផ្ទាល់ហ្មងទេគឺឆ្លងកាត់ប្រទេសយួនហើយបានពេលទៅដល់ស្រុកខ្មែរហ្នឹងបានវាបាត់ខ្លួនចឹងណាទាំងអស់គ្នាហើយខ្ញុំមិនចេះគួយឆ្ងល់ថាអញ្ចេះហើយពេលដែលមុននឹងនិស្សិតអាយុ20ឆ្នាំដែលទៅនឹងស្លាប់ទៅថ្មីនេះអត់ឃើញមានកក្រើកព័ត៌មានអីខ្លាំងចោះហើយពេលដែលឥឡូវកំពុងតែកក្រើកព័ត៌មានមែនតើហើយមិនបានចេះតែបាត់ហើយមិនបានចេះតែឃើញព័ត៌មានចាក់1ចាក់2ហើយពេលដែលប្តឹងបាត់ខ្លួនបាត់អីមិនបានឃើញហើយចេះតែសង្ស័យទៅថាបាត់ទៅខ្មែររហូតចា៎នេះបើតាមមន្ត្រីនគរបាលដែលគាត់នៅក្នុងប្រទេសកូរ៉េគាត់បាននិយាយថានៅស្រុកខ្មែរហ្នឹងក៏មានប៉ូលីសកូរ៉េប្រចាំនៅប្រទេសខ្មែរយើងដែររហូតដល់តែ3នាក់ទាំងអស់គ្នាប៉ុន្តែដោយសារតែរឿងក្តីក៏ដូចជាការចាប់ចម្រិតនឹងវាមានចំនួនច្រើនពេកចឹងទៅគឺប៉ូលីស3នាក់អត់អាចគ្រប់គ្រងឈ្នះទេតែក៏ស្នើសុំឲ្យប៉ូលីសខ្មែរយើងនឹងសហការធ្វើការជាមួយដែរប៉ុន្តែបែរជាទទួលចម្លើយមកវិញថាធ្វើការអត់តន់ចិត្តគេថាអត់តន់ចិត្តហើយមន្ត្រីប៉ូលីសហ្នឹងក៏បានប្រៀបធៀបថាក្នុងចំណោមខាងអាស៊ីយើងប្រទេសខ្មែរយើងប៉ូលីសដែលកាន់កាប់រឿងក្តីអញ្ចឹងធ្វើការរៀងយឺតជាងប្រទេសគេនឹងអត់ដឹងថាមិនដែរតែយ៉ាងហោចណាស់ឥឡូវនេះគឺក្នុងអាទិត្យក្រោយនឹងមានការជំនួបគ្នារវាងប៉ូលីសស្រុកខ្មែរហើយនឹងប៉ូលីសនៅខាងកូរ៉េនេះនៅខាងសូអ៊ូលដើម្បីធ្វើសំណើស្នើសុំទៅខាងខ្មែរយើងដើម្បីឲ្យមានការចុះទៅសង្កេតរឿងក្តីហ្នឹងអញ្ចឹងណាអញ្ចឹងសង្ឃឹមថានឹងបានជោគជ័យផងចុះហើយនឹងឆាប់បានលៀងប្រទេសខ្មែរយើងឲ្យឆាប់បានស្អាតស្អំមកវិញព្រោះដោយសារតែនៅប្រទេសកូរ៉េនេះគឺមានការរើសអើងខ្លាំងមែនទែន